ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះបង្ហាញបងប្អូននៅព្រះភ័ក្ត្រគុណម្ចាស់មួយអង្គមួយព្រះអង្គដែលប្រឡងជាប់និទេសល្អបងប្អូនល្អប្រសើរហើយនិទេសល្អយកជាទូទៅធម្មតាទេនិទេសមាននិទេសល្អហ្នឹងយើងអាចទទួលស្គាល់ថាមានការជាប់ច្រើនប៉ុន្តែនៅក្នុងផ្នែកពុទ្ធិកសិក្សាយើងហៅថាសាលាបាលីរបស់ព្រះសង្ឃនោះគឺមិនងាយនឹងជាប់ទេនិទេសដល់ល្អប្រសើរដែលខាងចំណេះដឹងទូទៅផ្នែកក្រហមគឺនិទេស A បងប្អូនអញ្ចឹងថាតើព្រះសង្ឃអង្គណាដែលជាប់និទេសA ហ្នឹងផ្នែកខាងពុទ្ធិកហ្នឹងហើយរឿងនេះគឺពិតជាមិនសរសើរមិនបានបងប្អូនព្រោះអីខ្ញុំមានហេតុផលពីរបងប្អូនចាំមើលថាតើលោកសមទទួលបាននៅការសរសើរដែរឬទេហើយមិនត្រឹមតែប៉ុណ្ណោះទេបងប្អូនមានគុណម្ចាស់ពីរទៀតព្រោះលោកជាប់និទេសត្រឹមនិទេស B ហើយនិទេសល្អណាស់ហ្នឹងក៏មិនសូវមានច្រើនដែរបងប្អូនព្រោះពុទ្ធិកៈហ្នឹងកម្របាននិទេសល្អបើសិនបើមកជាប់មានប៉ុន្តែបើឲ្យនិទេសល្អដូចខាងកុហកហ្នឹងកម្រណាស់បងប្អូនអញ្ចឹងហេតុអីបានជាខ្ញុំសរសើរថាជាប់និទេសល្អនេះគឺជារឿងអស្ចារ្យរឿងកម្រពីព្រោះបងប្អូនទីមួយយើងមើលទៅលើមុខវិជ្ជាដែលត្រូវប្រឡងតើមុខវិជ្ជាផ្នែកខាងពុទ្ធិកសិក្សានោះមានអ្វីខ្លះបងប្អូននេះមុខវិជ្ជាដែលប្រឡងឆ្នាំ2025ហ្នឹងបងប្អូនមកមើលជាមួយខ្ញុំទាំងអស់គ្នាមុខវិជ្ជាទី1ភាសាបាលីណែបងប្អូនអានេះដឹងបងប្អូនអត់ចេះមួយហើយភាសាបាលីទី2អានេះខ្ញុំអានតាមលំដាប់នៃតារាងការវិភាគទេបងប្អូនណាហើយយើងមិនបែងចែកថាប៉ុណ្ណេះមុខវិជ្ជាផ្សងប៉ុណ្ណោះមុខវិជ្ជាកុហកអីទេបងប្អូនអាចស្ដាប់ខ្លួនឯងហើយដឹងថាតើមុខវិជ្ជាខ្លួនឯងមុខវិជ្ជាដែលយើងរៀនមានប្រមាណហើយមុខវិជ្ជាក្រៅពីយើងរៀនមានប្រមាណហើយតើចំនួននេះច្រើនដែរឬទេអញ្ចឹងទី1ភាសាបាលីទី2ផែនដីវិទ្យាទី3សាសនាប្រៀបធៀបទី4គីមីវិទ្យាទី5អក្សរសាស្ត្រខ្មែរទី6ប្រវត្តិវិទ្យាទី7ព្រះធម៌នេះបងប្អូនព្រះធម៌ហ្នឹងក៏មានចូលនៅក្នុងហ្នឹងហើយគឺការប្រឡងឋានៈបាក់ឌុបគឺប្រឡងចេញព្រះអភិធម្មបងប្អូនអញ្ចឹងប្រហែលនេះបងប្អូនព្រះធម៌7ព្រះធម៌8រូបវិទ្យា9ភូមិវិទ្យា10គណិតវិទ្យា11ភាសាអង់គ្លេស12ភាសាសំស្ក្រឹត13ជីវវិទ្យាហើយនឹង14សីលធម៌ពលរដ្ឋបងប្អូនឃើញថាចំនួននេះមានច្រើនដែរទេបងប្អូនមើលទៅបាលីផែនដីសាសនាប្រៀបធៀបគីមីអក្សរសាស្ត្រខ្មែរប្រវត្តិសាស្ត្រប្រវត្តិវិទ្យាព្រះធម៌រូបវិទ្យាភូមិវិទ្យាគណិតវិទ្យាអង់គ្លេសសំស្ក្រឹតជីវៈសីលធម៌ពលរដ្ឋអញ្ចឹងមុខវិជ្ជាទាំងអស់ហ្នឹងសម្រាប់បងប្អូនដែលបានសិក្សាចំណេះដឹងទូទៅមុខវិជ្ជាបងប្អូនរៀនមានត្រឹមតែ7មុខតែប៉ុណ្ណោះបងប្អូនហើយបងប្អូនខ្លះក៏គាត់ថាមិនពិបាកអីទេមុខវិជ្ជាប៉ុណ្ណេះ7មុខហ្នឹងគឺស្រួលអាចរៀនបានតែខ្លះ7មុខក៏ពិបាកតែបងប្អូនដោយឡែកប្រសងមិនត្រឹមតែ7មុខវិជ្ជានោះទេគឺមានរហូតទៅដល់14មុខអញ្ចឹងបានខ្ញុំថាជារឿងអស្ចារ្យណាដែលប្រឡងជាប់ដល់និទេស A គឺនិទេសល្អប្រសើរនិទេសបើយើងនិយាយជាភាសាខ្មែរមាននិទេសល្អប្រសើរល្អណាស់ល្អបង្គួរនិងមធ្យមបងប្អូនអានេះចុងក្រោយគេពេលលោកប្រឡងដល់និទេសល្អប្រសើរគឺនិទេស A ដែលផ្នែកខាងកុហកទូទៅយើងតែងតែល្បីដែរនិទេស A ប៉ុន្តែបច្ចុប្បន្នមានច្រើនមិនសូវជាល្បីប្រហែលទេអញ្ចឹងបងប្អូននេះគឺជាមុខវិជ្ជាដែលប្រសងលោកសិក្សាហើយក៏ដូចជាប្រឡងនៅពេលបាក់ឌុបបងប្អូនហើយនេះគឺជាពនាមរបស់ព្រះអង្គដែលបានជាប់និទេស A នោះហើយបន្តិចទៀតខ្ញុំនឹងនិយាយថាតើការជាប់និទេស A របស់លោកពិតជាជាប់ដោយសមត្ថភាពឬយ៉ាងណា
នេះបងប្អូនហើយពនាមរបស់លោកឈ្មោះថាស្រេងសុភាពទទួលបាននិទេសអេគឺនិទេសល្អប្រសើរយើងហៅតាមសញ្ញាបត្រគេហៅថាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិដល់ពេលរួចគេដាក់បាក់ឌុបភាសាបាលីណែបងប្អូនថ្លៃគេលុបាក់ឌុបភាសាបាលីហ្នឹងអ្នកខ្លះលើតែលោករៀនបាលីនឹកថារៀនតែភាសាបាលីតាមពិតមិនដូច្នោះទេបងប្អូនគឺរៀនភាសាច្រើនទៀតហើយខ្ញុំមែនតើបាក់ឌុបភាសាបាលីហើយខ្ញុំក៏ធ្លាប់បានសិក្សាភាសាបាលីដែរហើយឈ្មោះថាបាក់ឌុបភាសាបាលីប៉ុន្តែបើសិនបើប្រឡងមិនជាប់បាលីគឺពិតជាគួរឲ្យស្ដាយណាស់បងប្អូនប៉ុន្តែខ្ញុំប្រឡងជាប់ត្រឹមតែមកជាប់ប៉ុណ្ណោះជាប់នឹងជាប់មុខវិជ្ជាភាសាបាលីហ្នឹងឯងបងប្អូនហើយមុខវិជ្ជាផ្សេងទៀតអត់ជាប់ទេគឺធ្លាក់អញ្ចឹងជាប់ខ្លះធ្លាក់ខ្លះមិនសរុបមកបានមកជាប់អត់ដូចលោកទេខុសគ្នាឆ្ងាយមែនតើបងប្អូនមិនអាចប្រៀបធៀបបាននោះទេអញ្ចឹងបងប្អូនស្គាល់ហើយព្រះនាមថាស្រេងសុភាពហើយគុណម្ចាស់ពីរអង្គទៀតជាប់ត្រឹមនិទេសBបងប្អូននេះក៏គួរឲ្យគោរពនិងកោតសរសើរដែរនិទេសA និទេសBគឺព្រះនាមថាខេនសុគង្គមកព្រះអង្គនេះឈ្មោះព្រះនាមថាខេនសុគង្គបងប្អូនហើយមកព្រះអង្គទៀតព្រះនាមថាសេងសម្បូរសៀងអធិស្ឋានសៀងសម្បូរណែបងប្អូនអញ្ចឹងគឺសិតតែជាបុគ្គលដែលមានសមត្ថភាពនៅក្នុងការប្រឡងប្រជែងក្នុងការប្រឡងយកបន្ទុកបងប្អូននេះយើងមែនតើឲ្យតែបន្ទុកយើងល្អដល់ជាប់ហ្នឹងមិនមែនទៅដូចជាការប្រឡងដណ្ដើមតុកអីទេបងប្អូនខ្ញុំធ្លាប់បានលើកឡើងនៅចំណុចបង្ហោះធ្លាប់បានបង្ហោះនៅសញ្ញាបត្រផ្នែកពុទ្ធិកសិក្សាដែលកាលនោះមានពុទ្ធគុណម្ចាស់មួយព្រះអង្គលោកភ្ជាប់និទេសត្រឹម3ដែរមានខមមិនមួយខមមិននឹងពាក្យមិនល្អទេបងប្អូនហើយខមមិនដល់ថ្នាក់ឲ្យអាចបងប្អូននៅថ្នាក់ហ្នឹងបងប្អូនមានន័យថាមិនកើតមិនខ្មេះទេខាងផ្នែកពុទ្ធិកសិក្សាហ្នឹងដល់ថ្នាក់ឲ្យអាចខ្ញុំមិនដឹងថាគាត់ជានរណាហើយធ្លាប់បួសធ្លាប់រៀនឬក៏ធ្លាប់ស្គាល់ពីមុខវិជ្ជាប្រសងបានសិក្សាយ៉ាងណាដល់ថ្នាក់ឲ្យអាចដល់ថ្នាក់ហ្នឹងបងប្អូនអាហ្នឹងបានតែហៅមកប្រឡងជាមួយប្រសងមើលថាតើគាត់មានចំណេះដឹងប្រមាណដែលអាចប្រកួតប្រជែងជាមួយប្រសងបានឬទេឬអាចនេះគឺអាចខ្លួនឯងប៉ុន្តែចោតគេថាអាចអានេះពិតជាគ្រោះថ្នាក់ណាស់បងប្អូនអាចចេះតែរិះគន់គេប៉ុន្តែខ្លួនឯងវាអន់ជាងគេអានោះគឺជារឿងមួយវាពិបាកនិយាយបងប្អូនមិនដឹងថាយ៉ាងម៉េចវាអន់ខ្លួនឯងថាគេអន់នេះតើមនុស្សនោះជាបុគ្គលល្មិចអញ្ចឹងបងប្អូនឃើញហើយនេះគឺជាតារាងដែលមានពនាមព្រះអង្គឈ្មោះពនាមថាស្រេងសុភាពដែលជាប់និទេសAនិទេសAហ្នឹងគឺនិទេសល្អប្រសើរដូចខ្ញុំបានលើកឡើងនឹងឯងហើយខ្ញុំបញ្ជាក់ថាខ្ញុំមានភ័ស្តុតាងថាលោកគឺពិតជាប្រឡងជាប់និទេសAដោយសារអីបងប្អូនដោយសារលោកមិនមែនទើបតែជាប់និទេសAផ្នែកខាងពុទ្ធិកនេះទេលោកធ្លាប់ជាប់និទេសAផ្នែកខាងសាលាចំណេះដឹងទូទៅគឺសាលាក្រហមនោះម្ដងរួចមកហើយបងប្អូនណាហើយមាន channel បងប្អូនមួយឈ្មោះថាវឿនអីទេបងប្អូនមើលខ្ញុំមើលឈ្មោះគាត់បន្តិចនៅក្នុង channel ហ្នឹងគឺបានបង្ហោះព័ត៌មានពាក់ព័ន្ធនឹងការប្រឡងជាប់របស់គាត់ដែលគាត់បានទៅធ្វើការជួបផ្ទាល់ជាមួយព្រះអង្គគឺ channel ឈ្មោះថាវឿនបូរ៉ាបងប្អូនហើយគាត់បាននិយាយថាប្រវត្តិសាស្ត្រហើយជាប្រវត្តិសាស្ត្រហើយដែលប្រសងទទួលបាននិទេសផ្នែកខាងវិទ្យាសាស្ត្រខាងក្រសួងអប់រំផងថែមទាំងនិទេសAផ្នែកពុទ្ធិកសិក្សាទៀតផងអញ្ចឹងមិនលោកទៅតែបានទេបងប្អូនហើយបងប្អូនកុំគិតថាប្រហែលជាលោកមើលគ្នាចម្លងគ្នាឬក៏យ៉ាងនេះយ៉ាងនោះទេមិនដូច្នោះទេបងប្អូនហើយបើសិនបើលោកមិនមានសមត្ថភាពទេប្រឡងផ្នែកខាងក្រហមមិនបានដល់និទេសAនោះទេមិននិយាយពីមុខវិជ្ជាច្រើនដូចមិញនេះទេប្រឡងតែ7មុខហ្នឹងក៏គ្មានសមត្ថភាពប្រឡងដែរបើលោក
គ្មានសមត្ថភាពមិនអាចយកនិទេស A ផ្នែកខាងមុខវិជ្ជាយើងហៅថាវិទ្យាសាស្ត្រពិតវិទ្យាសាស្ត្រផ្នែកខាងក្រសួងអប់រំនោះបានទេបងប្អូនយ៉ាងនេះជាភស្តុតាងមួយបង្ហាញថាលោកពិតជាមានសមត្ថភាពប៉ុន្តែបងប្អូនជឿមិនជឿអានេះអាស្រ័យលើបងប្អូនហើយជាពិសេសគុណម្ចាស់ហើយបងប្អូនទាំងអស់បងប្អូនធ្លាប់បានសិក្សាផ្នែកខាងពុទ្ធិកៈនឹងដឹងស្រាប់ហើយគឺពិបាកមែនទែនមិនបាក់អីវាច្រើនមុខអញ្ចឹងដើម្បីឲ្យបកកែគ្រប់មុខបានមិនមែនមានការព្យាយាមតិចតួចឲ្យចេះគ្រប់មុខបានទេហើយចេះត្រឹមពី3មុខមានបងប្អូនដូចខ្ញុំអីចេះអាចថាចេះនៅក្នុងឋានៈអាចធ្វើបានហ្នឹងមានតែចន្លោះពី4មុខទៅ5មុខប៉ុណ្ណឹងទេប៉ុន្តែមិនខ្លាំងជាងគេទេហើយមុខវិជ្ជាប្រមាណទៀតធ្វើបានខ្លះអត់ខ្លះអីយ៉ាងទៅអានេះពាក់ព័ន្ធនឹងសមត្ថភាពអញ្ចឹងប៉ុណ្ណឹងទេបងប្អូនណាហើយសូមគោរពនិងកោតសរសើរគុណម្ចាស់មែនទែនគុណម្ចាស់ស្រេងសុភាពដែលបានជាប់និទេស A មិនដឹងថាជាប្រវត្តិសាស្ត្រមែនគឺឬក៏យ៉ាងណាទេព្រោះតាំងពីខ្ញុំដឹងមកក៏មិនដែលឃើញមានប្រគុណម្ចាស់ឬក៏ភិក្ខុសាមណេរអង្គណាដែលជាប់និទេស A ទេប៉ុន្តែនិទេស B ធ្លាប់មាននិទេស C ធ្លាប់មានយ៉ាងទៅបងប្អូនវាមិនងាយយកបានដល់និទេស A ទេយ៉ាងមានប៉ុណ្ណឹងសូមអរគុណបងប្អូនចំពោះការតាមដាននិងទស្សនានៅវីដេអូដ៏ខ្លីឬក៏វែងអធិស្ឋានបងប្អូនសូមអរគុណសូមជម្រាបលា